ជាបឋមខ្ញុំកណាអេដមីនទុកងខាងពុសានសូមអ្នកមាសិកាជាពូប្រធារានុធរៈគ្រប់ព្រះអង្គនិងជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគ្រប់គ្រងเพจខ្ញុំបាទអេដមីនទុកងខាងពុសាជាទីមេត្រីថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកដល់វត្តស្វាយដុនកែវដែលស្ថិតនៅក្នុងឃុំស្វាយដុនកែវស្រុកបាកានខេត្តពោធិ៍សាត់ពុកម៉ែបងប្អូនយើងដែលខ្ញុំកណាធ្លាប់បានបង្ហោះវីដេអូអំពីវត្តស្វាយដុនកែវនេះម្ដងហើយដែលមានទូកមួយគ្រឿងដែលពុកម៉ែបងប្អូនយើងបានឃើញនៅក្នុងវីដេអូនិងពនាមនៅក្នុងវីដេអូនេះអញ្ចឹងផងដែរអញ្ចឹងខ្ញុំកណាធ្លាប់សន្យាពុកម៉ែបងប្អូនយើងថាថ្ងៃណាមួយខ្ញុំកណានឹងបានមកស្គាល់នៅក្នុងវត្តនេះអញ្ចឹងនេះគឺជាសភាពជាក់ស្ដែងនៅក្នុងវត្តស្វាយដុនកែវដែលមានទូកពនាមថាកែវមនីសរាយអណ្ដែតមានជ័យបារមីវត្តស្វាយដុនកែវពុកម៉ែបងប្អូនយើងដែលជាទូករបស់ព្រះគ្រូចៅអធិការវត្តស្វាយដុនកែវផ្ទាល់ដែលលោកគ្រូគាត់មានពនាមថាសានសេឡាពុកម៉ែបងប្អូនយើងហើយទូកមួយគ្រឿងនេះវិញគឺក្រមការមើលថែពីសំណាក់ព្រះគ្រូចៅអធិការវត្តផ្ទាល់និងពុកម៉ែបងប្អូនយើងដែលជាពុទ្ធបរិស័ទនៅក្នុងស្រុកបាកាននិងម្ដុំស្វាយដុនកែវផងដែរហើយទូកមួយគ្រឿងនេះកាលពីការប្រកួតឆ្នាំ2024កន្លងទៅថ្នាក់ខេត្តពុកម៉ែបងប្អូនយើងគឺធ្វើបានល្អគួរសមផងដែរក៏ប៉ុន្តែនៅមានចំណុចដែលត្រូវរៀបចំបន្ថែមផងដែរហើយខ្ញុំកណាស្នំពរក៏ដូចជាពុកម៉ែបងប្អូនយើងអ្នកនៅស្រុកបាកានក៏ដូចជាអ្នកខេត្តពោធិ៍សាត់យើងទៅមកជួយគ្រប់គ្រងទូកមួយគ្រឿងនេះផងហើយទូកមួយគ្រឿងនេះបើតាមព្រះគ្រូចៅអធិការលោកមានសង្ឃដីកាប្រាប់ខ្ញុំកណាហ្នឹងគឺចំណោះគឺអាចថាវ័យក្មេងក៏ប៉ុន្តែពួកគាត់អាចថាជាទំពាំងស្នងឫស្សីមួយផងដែរអញ្ចឹងខ្ញុំកណាមានតែជូនពរទៅកាន់ទូកងមួយគ្រឿងដែលមានព្រានាមថាកែវមនីសរាយអណ្ដែតមានជ័យបារមីវត្តស្វាយដុនកែវនេះឲ្យទទួលបានលទ្ធផលល្អហើយសង្ឃឹមថាចំណោះដែលជាយុវជនចំនួនក្រោយដែលជាអ្នកស្នងនៅមរតកទូកងកូនខ្មែរយើងផងដែរអញ្ចឹងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្ដារមុខមាត់ក៏ដូចជារកលទ្ធផលល្អមួយជូននៅក្នុងវត្តស្វាយដុនកែវផ្ទាល់ក៏ដូចជាអ្នកដែលនៅក្នុងស្រុកបាកានផ្ទាល់និងជាពិសេសស្នងនៅមរតកនៅក្នុងខេត្តពោធិ៍សាត់យើងទាំងមូលផងដែរអញ្ចឹងខ្ញុំកណាសង្ឃឹមថាយុវជនចំនួនក្រោយដែលជាអ្នកស្នងនៅមរតកនេះខិតខំពង្រឹងសមត្ថភាពខ្លួនឯងដើម្បីយកលទ្ធផលល្អក៏ដូចជាសាងនៅស្នាដៃផ្សេងឲ្យបានកាន់តែល្អបន្ថែមទៀតអញ្ចឹងណាហើយថ្ងៃណាមួយខ្ញុំកណាក៏រំពឹងថាទូកមួយគ្រឿងនេះនឹងមានវត្តមាននៅក្នុងការប្រកួតថ្នាក់ជាតិនិងថ្នាក់ធំផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅក្នុងទូទាំងប្រទេសយើងផងដែរ